មើលមានខាងបងណាដូចពួកខ្ញុំអត់និយាយបើពីរឿងទៅសមុទ្រវិញគឺញ៉ាំតែមាន់សែថៃសែហើយនំបែបខ្មែរអីចឹងតែបើហាញនិយាយពីរឿងដូចទៅខាងប៉ៃសៀមរាបអីវិញទៅជារញ៉ាំគ្រឿងសមុទ្រទៅអញ្ចឹងទៅក្នុងវីដេអូហ្នឹងមិនថាមានគ្រឿងសមុទ្រទេមានតែអ្នកនេះឃើញចឹងមានតែក្តាមទេហើយនឹងងាវអីតិចតួចចឹងទៅអាហ្នឹងតលេងកពតវាសំទៅញ៉ាំគ្រឿងសមុទ្រត្រូវអត់ព្រោះគ្រឿងសមុទ្រនៅកពតសល្អតែក៏ប៉ុន្តែអត់ទេដោយសារអីពួកខ្ញុំបានដើរចូលសារកពតហ្នឹងក៏ឃើញគេអាំងថៃសែវាឈ្ងុយវាអីចឹងទៅហើយណាមួយយើងក៏ថាល្ងាចឡើងចាំពួកយើងញ៉ាំគ្រឿងសមុទ្រអាំងចឹងអាហារពេលថ្ងៃត្រង់នេះគឺពួកខ្ញុំទិញបែបអាហារបែបថៃសែអីចឹងទៅបែបមានជ្រក់មមាញជួយអីចឹងទៅហើយអ្នកនរនៅក្នុងសារកពតអូនិយាយមែនគឺអត់ខ្វះអីញ៉ាំហ្មងមកកណោមុខហ្មងមកហូបផ្លែឈើនំណែកបែបខ្មែរឃើញគឺខ្វាកហ្មងចឹងមិនដូចអ្នកនេះចំណាំគេថាទៅលេងកពតទៅច្រើនគេចូលសារកពតសិនហើយគឺចូលដើម្បីទិញអាគ្រឿងកប៉ិកប៉ុកអាចបញ្ចប់នឹងយកមកញ៉ាំហ្នឹងហើយក៏គេមិនចោលដែរតែល្ងាចឡើងគឺគេផាធីគឺគេអាំងសាច់អាំងគ្រឿងសមុទ្រអាំងអីញ៉ាំហើយព្រោះមកដល់ខេត្តកពតហើយណាញ៉ាំថៃសែទៀតណោះបាទហើយនិយាយបើពីខ្ញុំនេះវិញក៏ចូលឆ្នាំថ្មីនេះភ្លាមគ្រាន់តែដើរលេងតែលំហែគឺពីកន្លែងហ្នឹងសើតែផ្ទះរបស់មិត្តភ័ក្តិគេនោះដល់ត្រាយដៃអស់ហើយឯងនេះលើដើរលេងអត់ប្រយោជន៍ហ្នឹងនេះថតតែផ្ទះលំហែរបស់គេនេះតែលំហែបងមិត្តភ័ក្តិខ្ញុំមួយទៀតនៅខាងទីរួមខេត្តកពតបាទហើយតែលំហែរបស់គាត់ហ្នឹងក៏ដាក់ជួរសម្រាប់ឲ្យខាងភ្ញៀវទេសចរគាត់ចូលមកស្នាក់នៅដែរគាត់ថាឥឡូវគាត់អត់តន់រៀបចំឲ្យជាស្ថាពរអញ្ចឹងណាពេលដែលគាត់រៀបចំឲ្យដាក់ឈ្មោះខ្ញុំនឹងជំរាបជូនអ្នកនរនេះតាម TikTok នេះម្ដងទៀតហើយបើនិយាយពីម្ហូបនៅក្នុងថ្ងៃដែលខ្ញុំទៅកពតនោះវិញម្ហូបដែលជក់ចិត្តដិតអារម្មណ៍ខ្ញុំជាងគេគឺងាវហាលលីហាលអំបិលម្ទេសហើយជាមួយអានំប៉័ងអាំងប្រចាំខេត្តកពតនេះឲ្យអួយហ្មងណាឆ្ងាញ់